អ្នកដែលមានបញ្ញាច្រើនណាស់លោកក៏អបស្ទោជាមួយនឹងបរិស័ទទេវបរិស័ទលោកអ្នកដែលមានបញ្ញាទេលោកក៏បានស្គាល់បីទៅជាអានបីទៅជាធម៌បីទៅជាវិន័យប៉ុន្តែលោកស្គាល់ម្យ៉ាងត្រង់ការគោរពការបូជាដូចយើងសពថ្ងៃអញ្ចឹងដែលដាក់ក្នុងអត្តសញ្ញាណប័ណ្ណថាជាអ្នកគោរពព្រះពុទ្ធសាសនាអញ្ចឹងណាបើសួរមែនតើទៅពុទ្ធសាសនាមានអីជាគោលមានអីជាប្រកបមានអីជាខ្នាតយើងមិនបានដឹងទេប៉ុន្តែយើងដឹងត្រង់ថាពេលឡើងដីយើងក៏រកគ្នាទៅវត្តក៏រកគ្នាស្ពាហ៍ព្រះសង្ឃថ្វាយនៅទេវវត្ថុហើយវរៈវត្ថុផ្សេងមានការគោរពគុណអ្នកនមស្ការព្រះរតនត្រ័យសមាទានសិលស្រាប់ព្រះសង្ឃចម្រើនព្រះ